បាទសូមជម្រាបសួរបងប្អូននៅក្នុងបណ្ដាញសង្គម YouTube ទាំងអស់គ្នាបាទខានចេញវីដេអូយូរថ្ងៃហើយបាទពេលនេះបាទសូមចេញមកคลิปខ្លីបាទសូមនិយាយអំពីការថែទាំមេគូទើបតែកូនបានថ្មីបាទចំនួន1ខែ2ខែ3ខែដើម្បីទប់ទល់កុំឲ្យមេគូយើងដែលកូនខ្ចីនឹងមានការស្រក់សាច់បាទយើងត្រូវតែបំពន់វាបាទនេះខ្ញុំបាទមានកាក់បន្លែផ្លែអាឡឹកម្នាស់តសក់ស្បៃមានអីយកហ្នឹងបាទមានបាយដាក់ច្បល់ចូលគ្នាដាក់កន្ទុកមកបាទដាក់អំបិលតិចមកធុងពេត្រូលមកឲ្យគោផឹកបាទថ្ងៃណាមានច្រើនឲ្យច្រើនថ្ងៃណាមានតិចឲ្យតិចបាទធ្វើអញ្ចឹងរាល់ថ្ងៃបាទដើម្បីទប់ទល់វាកុំឲ្យស្រក់សាច់ដោយសារតែមេគូកូនបាទវាមេកូនវាបើខ្លាំងយើងឲ្យស៊ីឆ្អែតមិនក៏នៅតែស្រក់សាច់ដូច្នេះខ្ញុំនេះក៏បាននឹកឃើញណាកាក់បន្លែដែលសល់ពីផ្ទះបាយបាទយើងប្រមូលតាមតុផងកន្លែងចិត្តផ្លែឈើនឹងផងកន្លែងបេះបន្លែនឹងផងបាទប្រមូលចូលគ្នាបាទបានមកស្បង់ធំមកយើងដាក់បាយនោះខ្លះកន្ទុកនោះខ្លះថែមអំបិលបន្តិចទៅបាទដើម្បីមានរសជាតិដើម្បីឲ្យគូវាផឹកទឹកបាទបានច្រើនផឹកទឹកកន្ទុកស៊ីកាក់ផងផឹកទឹកផងបាទដើម្បីទប់ទល់កុំឲ្យមេគូយើងវាកើតកូនមកកូនបើវាស្គមគឺបែបនេះរាល់ថ្ងៃយើងមេគូយើងអត់សូវស្រក់សាច់ទេស្រក់ក៏ស្រក់ល្មមវាមិនស្រក់ពេកហើយព្យាយាមរកស្មៅខ្ចីបៃតងបាទពណ៌ខៀវបៃតងមកឲ្យវាស៊ីដើម្បីជំរុញវាកុំឲ្យវាបាក់កម្លាំងបាទមកធុងបេត្រូធំនេះបាទបឺតចង់អស់ហើយស៊ីផងបឺតផងពិសាយើងដាក់អំបិលទៅរៀងឡែមទៅគូវាមានរសជាតិឆ្ងាញ់ចឹងវាចូលចិត្តផឹកបឺតជក់បាទនេះស្រក់សាច់ដែរមួយរយៈនេះបាទដោយសារខែនេះក៏វាមិនស្បូរស្មៅខែប្រាំងចាស់រវល់ផងពេលចឹងវាមិនសូវដិតដល់អញ្ចឹងស្រក់សាច់តែមិនស្រក់ពេកទេបាទមកល្មមសំរុំបាទវីដេអូខ្លីបាទប៉ុណ្ណឹងបាទសូមអរគុណសូមជម្រាបលាបងប្អូនបាទ